ជីវិតដើរមកដល់បច្ចុប្បន្នហើយនៅតែចង់រស់ដូចពីអតីតកាលទៀតអានេះត្រូវមានស្មារតីឡើងជីវិតបានលះបង់អតីតកាលមកហើយយតតេតំបហេណន្តាំងគឺណាយតតេតំបហេណន្តាំងណាគឺថាវាលះបង់អតីតកាលនឹងទៅហើយអញ្ចឹងដើម្បីឲ្យធូរក្នុងដំណើរជីវិតគឺត្រូវតែលះបង់អារម្មណ៍ដែលជាអតីតកាលនឹងឯងចឹងព្រះអង្គទ្រង់រំលឹកដាស់តឿនក្នុងផតទេករតសូត្រណាអតីតាំងនេនវេកមេយៈគឺថាមិនកបីអាល័យអតីតៈនឹងឯងអានេះឲ្យញាតិញោមយល់ឲ្យច្បាស់ថាការប្រតិបត្តិនេះឲ្យវាស្របនឹងចរន្តនៃជីវិតដំណើរប្រព្រឹត្តទៅនៃជីវិតគឺជីវិតដើរទៅមុខអញ្ចឹងយើងត្រូវតែលះបង់អតីតកាលនឹងឯងបើយើងមិនប្រព្រឹត្តឲ្យស្របនឹងជីវិតទេគឺជីវិតត្រូវតែតាមតឹងហើយតាមតឹងហ្នឹងវាចង្អៀតចង្អល់ផ្លូវចិត្តគឺវាទាញវាតឹងណាហ្នឹងហើយចង់ទាញជីវិតឲ្យត្រឡប់ទៅរកអតីតកាលឬក៏ចង់អូសអតីតកាលនឹងឲ្យមករស់នៅជាមួយក្នុងបច្ចុប្បន្នណាមិនទៅវាអត់ត្រូវទៅតាមអវាទរបស់ព្រះអង្គដែលទ្រង់រំលឹកដាស់តឿនថាយតតេតំបហេណន្តាំងនេះរបស់ណាដែលកន្លងទៅហើយរបស់នោះវាលះបង់ទៅហើយបើយើងមិនព្រមលះបង់ទេអានេះណាឈ្មោះថាយើងឃុំឃាំងខ្លួនឯងក្នុងអតីតកាលគិតថាបំបាក់ហើយហត់នឿយអីចឹងណាប៉ុន្តែអបាយភូមិទុកជាងនឹងណាហ្នឹងហើយអញ្ចឹងយើងនៅជាមនុស្សប៉ុណ្ណឹងយើងអត់ធន់ទៅជាយាមទៅចាំបាច់ដែលយើងត្រូវតែអត់ធន់នឹងឯងចាំបាច់ត្រូវតែជាយាមនឹងឯងនៅក្នុងមនុស្សយើងនេះនោះយើងចិត្តតែចង់បានអីដូចចិត្តតែម៉េចមានអ្វីចេះតែបានតាមចិត្តដែលអ្នកណាចង់បានទេពីព្រោះអ្វីមានបច្ច័យត្រឹមត្រូវអ្នកដែលត្រូវការប្រាថ្នាវាជារឿងផ្សេងអ្វីដែលកើតហ្នឹងគឺវាមានបច្ច័យឲ្យកើតបើវាត្រូវគ្នាបំណងប្រាថ្នាហ្នឹងទៅក៏បានទៅប៉ុន្តែវាមិនមែនចិត្តតែបានគ្រប់មុខឯណាគឺគង់តែមានសេចក្តីប្រាថ្នាឯណានេះមួយវាអត់បានដោយសារតែបំណងប្រាថ្នាហ្នឹងវាអត់មានបច្ច័យគ្រប់គ្រាន់ហ្នឹងឯងដូចជារឿងពិភពលោកអីហ្នឹងចឹងយើងគិតថាធ្វើម៉េចកុំឲ្យមានសង្គ្រាមមកដល់សម័យសពថ្ងៃហ្នឹងហើយមើលទៅឃើញមនុស្សថាស្រឡាញ់ការសប្បាយរីករាយខំកសាងប្រទេសសាងអីធ្វើអីហ្នឹងគឺថាឲ្យសប្បាយឲ្យរីករាយដោយការកសាងប្រទេសនគរហ្នឹងណាគ្រឿងប្រើប្រាស់ទៅរថយន្តយានចក្រទៅអីទៅហ្នឹងឯងគួរតែអនុគ្រោះដល់ទៅប្រទេសដទៃអីទៀតទៅដើម្បីឲ្យបានក្តីសុខទៅតែជួយទៅអីចឹងទៅចាំបាច់បង្កសង្គ្រាមធ្វើអីហ្នឹងហើយប៉ុន្តែដល់យើងសិក្សាពធយើងដឹងហើយវាមានអាសេចក្តីប្រកាន់មានយើងមានគេហ្នឹងណាហ្នឹងហើយអាហ្នឹងវានាំឲ្យកើតទោសៈទៅបាត់បង់មេត្តាករុណាទៅបៀតបៀនអ្នកអតីតដណ្ដើមចង់បានរបស់អ្នកអតីតទៅដោយសារប្រកាន់យើងហ្នឹងឯងណាស្លាប់ណាវិនិច្ឆ័យអីក៏ស្លាប់ទៅវិនិច្ឆ័យទៅមិនមែនម៉ែឪអញណាអីចឹងណាឲ្យតែអញហ្នឹងបានចឹងទៅអាហ្នឹងអាកិលេសហ្នឹងវាកើតមានអញ្ចឹងហើយយើងទៅធ្វើយ៉ាងម៉េចកុំឲ្យកិលេសហ្នឹងវាកើតក្នុងអ្នកអតីតហ្នឹងឯងយើងចេះថាមិនអញ្ចឹងទៅយើងអត់សុខអត់ស្ងប់ខ្លួនយើងទេដោយសារយើងចិត្តតែទៀមទាអ្វីពីលោកនេះឲ្យបានដូចចិត្តដល់តែយើងបានសិក្សាពធយើងយកកន្លែងហ្នឹងយកត្រង់ថាក្នុងលោកនេះយើងមិនអាចគ្រប់គ្រងបានទេអ្វីដែលយើងអាចដោះស្រាយបានយើងដោះស្រាយនឹងឯងដើម្បីយើងបានរស់នៅយ៉ាងហោចណាក៏យើងមានផ្ទះនៅមានបច្ច័យ4បរិភោគអីហ្នឹងណាហ្នឹងឯងយើងដោះស្រាយនឹងឯងប៉ុន្តែយើងមិនអាចនឹងទៅដោះស្រាយអ្វីគ្រប់មុខបានទេណាមួយចិត្តយើងផ្សេងចិត្តគេផ្សេងយើងចង់ចេះគេចង់ចោលធ្វើម៉េចឲ្យវាត្រូវគ្នាហ្នឹងឯងដូច្នេះមកលមួមដែលយើងអាចដោះស្រាយរស់បានយើងមកគ្រប់គ្រងចិត្តរបស់យើងអាហ្នឹងមានសង្ឃឹម
ហ្នឹងហើយមានសង្ឃឹមថាឲ្យតែយើងយល់ដឹងការពិតនៃโลกនឹងដោយបរមត្តណាមិនមែនរឿងសត្វបុគ្គលអ្នកធ្វើទេព្រោះយើងទំលុះអាការដែលប្រកាន់មានសត្វមានបុគ្គលឲ្យចូលឲ្យទៅដល់បរមត្តក្នុងអ្នកដតីហ្នឹងមានតែចិត្តចេតសិករូបអ្វីដែលកើតឡើងវាមានបច្ច័យត្រឹមត្រូវចូលឲ្យទៅដល់បរមត្តណាដល់ពេលហ្នឹងយើងស្ងប់ហើយព្រោះបញ្ញាវានៅក្នុងចិត្តយើងនេះតែសម្យុទ្ធមួយចិត្តវាគ្រាន់តែទៅដឹងអារម្មណ៍ឆ្ងាយអារម្មណ៍ក្នុងអ្នករតីអារម្មណ៍ខាងក្រៅប៉ុន្តែបញ្ញាវានៅក្នុងចិត្តយើងនឹងតែវាកើតរលត់មួយចិត្តតែដល់បញ្ញានោះចម្រើនឡើងទៅវាដឹងអ្វីជាសេចក្តីពិតទៅវាធ្វើឲ្យចិត្តដែលសម្យុទ្ធជាមួយនឹងឯងបានសេចក្តីសុខស្ងប់អាហ្នឹងយើងប្រព្រឹត្តទៅដើម្បីសេចក្តីសុខស្ងប់នឹងបានអាហ្នឹងយើងអាចគ្រប់គ្រងចិត្តយើងមួយអង្គឯងហ្នឹងកុំឲ្យកើតទុកជាមួយនឹងរឿងក្នុងโลกទោះជារឿងហ្នឹងប្រែប្រួលយ៉ាងម៉េចក៏ដោយអារឿងប្រែប្រួលហ្នឹងវាទៅជាអារម្មណ៍ឲ្យយើងស្ងប់ចិត្តទៅវិញមិនមែនឲ្យយើងទៅតោមនោះបន្ទុះតោះឯណាហ្នឹងឯសភាពប្រែប្រួលសភាពមិនទៀងទាត់ហ្នឹងមិនមែនតម្រូវឲ្យសត្វលោកត្រូវតែកើតទុកមិនមែនទេសត្វលោកហ្នឹងមកអំពីទទួលអត់បានទេនៅការពិតហ្នឹងតែបើមានសតិមានបញ្ញាអាចទទួលបានណាអាការប្រែប្រួលនៃโลกហ្នឹងណាក្នុងក្រុមគ្រួសារយើងជារៀបជាធិមរណៈការព្រាត់ប្រាសនឹងក៏ដោយពិភពលោកអ្វីនឹងក៏ដោយបញ្ញាទទួលបានគឺចិត្តនឹងស្ងប់ហើយតែក្តីមិនទៀងនៃโลกនោះវាទៅជាអារម្មណ៍របស់វិបស្សនាទៅវិញណារូបសម្លេងក្នុងផតពៈហ្នឹងចិត្តចេតសិករូបខាងក្នុងខាងក្រៅហ្នឹងប្រកបឡើងនៅការមិនទៀងហ្នឹងវាអត់មាននិមិត្តឲ្យសម្គាល់ថាជាសត្វជាបុគ្គលទេមានតែហេតុផលបរមត្តហ្នឹងហ្នឹងឯងជាអារម្មណ៍នៃសេចក្តីសុខកន្លែងហ្នឹងដែលយើងគឺថាត្រូវតែពឹងខ្លួនឯងតែម្ដងចឹងដើម្បីឲ្យសម្រេចនៅសេចក្តីសុខស្ងប់ក្នុងចិត្តហ្នឹងដល់ទៅមានបញ្ញាពិចារណាអញ្ចឹងទៅបញ្ញាហ្នឹងជាអធិបតីដែលធ្វើឲ្យយើងខំប្រឹងប្រែងទោះជាហត់នឿយអីយ៉ាងម៉េចក៏ដោយមិនត្រូវចង់ឆន្ទៈវាខ្សោយមានអន្តរាយរបស់ឆន្ទៈអន្តរាយនៃវិរិយៈអីចឹងណាប៉ុន្តែចូលមកដល់បញ្ញាជាអធិបតីអញ្ចឹងអធិបតី4ហ្នឹងក្នុងមហាកុសលដែលប្រព្រឹត្តទៅក្នុងទានក៏ដោយសិលក៏ដោយភាវនាសមថវិបស្សនាហ្នឹងក៏ដោយគឺថាមានអធិបតី4ហ្នឹងណាមួយជាអធិបតីព្រោះពាក្យអធិបតីវាមានតែមួយណាជាធំហ្នឹងឯងប៉ុន្តែធัวទាំង4ហ្នឹងគឺជាអតិបាតដែលឲ្យសម្រេចនៅកិច្ចការងារជាកុសលជាពិសេសគឺក្នុងពោធិបក្ខយធัวហ្នឹងឯងចឹងដោយអារម្មណ៍របស់វិបស្សនាមានភ្នែកជាដើមហ្នឹងវាសូនចាក់ខ្លួនសូនចាក់វត្ថុជារបស់ខ្លួនណារូបទៅចក្ខុវិញ្ញាណទៅចក្ខុទ្វារវិថីទៅសតិរលឹករឿយតែបានឃើញទៅតាមធัวហ្នឹងហើយឲ្យតែដូចលឺនេះចឹងយើងឃើញយើងលឺហ្នឹងតែឥឡូវកំពុងតែលឺហ្នឹងបាត់ភ្នែកក៏លឺដែរហ្នឹងឯងគេថារលឹកឲ្យតល់តែហាមអតិថិដែលប្រកាន់ថាយើងអ្នកលឺនេះវាធម្មតាដែលអត់មានសតិទិដ្ឋិវាមកចាប់យកហើយយើងអ្នកលឺខ្ញុំលឺនឹងតិចហ្នឹងហើយកុំមកចង់ប្រកែកអីចឹងទៅហ្នឹងក៏ចង់លើកថាយើងអ្នកលឺតែខុសពីសតិដ្ឋានយ៉ាងម៉េចខុសត្រង់ថាមានសតិរលឹកវាអត់ប្រកាន់អាលឺហ្នឹងថាយើងទេសោតវិញ្ញាណធាតុវាមានសម្លេងជាអារម្មណបច្ច័យវាមានអាស្រ័យតិចកើតឡើងក្នុងគណៈលឺនឹងរួចទៅវារលត់ទៅហ្នឹងឯងវាមានតួយើងស្រីប្រុសកុហកបព្វជិតអីអ្នកលឺហ្នឹងរៀនរលឹករឿយហ្នឹងឯងតើវឹកខាត់អត់មាននរណាមករលឹកជំនួសយើងទេចឹងហើយទោះជាថារលឹកទៅបានបណ្ណាអាហ្នឹងទៅតាមនឹងទៀតប៉ុន្តែថាប្រឹងប្រែងជាយាមរលឹករឿយព្រោះវាអត់មានបងប្អូនកូនចៅលោកគ្រូអ្នកគ្រូណាមករលឹកជំនួសយើងគាត់រលឹកតែខ្លួនគាត់អប់រំរៀងខ្លួនគ្រាន់តែសិក្សាធัวជាមួយគ្នាប៉ុន្តែវាមិនអាចថាគ្រូធ្វើឲ្យសិស្សធ្វើឲ្យគ្រូបានបន្ទាល់តែព្យាយាមរលឹកហ្នឹងគឺត្រង់ថាឃើញឮដឹងក្លិនដឹងរសដឹងផាត់ពៈនឹកគិតហ្នឹងហើយជានាមធัวជាសភាវៈដែលមានពិតបើអត់មានពិតទេបានអីគិតអាតួគិតហ្នឹងវាមានពិតហ្នឹងហើយហើយត្រង់សតិប្បដ្ឋានវានៅត្រង់ថារលឹកបានទៅអាការគិតហ្នឹងជាបរមត្តធัวប្រកាសឡើងតែថាបរមត្តបានន័យថាវាហាមទិដ្ឋិវាអត់បានប្រកាន់ថាមានយើងកំពុងគិតហ្នឹងទេហើយគ្រាន់តែចាប់បានថាអត់មានយើងខណៈនឹងប៉ុណ្ណឹងសបាយត្រង់ថាវាអត់មានយើងនៅក្នុងโลกនេះហ្នឹងហើយ
ដល់អញ្ចឹងទៅពុទ្ធានុសតិក៏មមតំធម្មានុសតិសង្ឃានុសតិដោយបត្រៃណគុំនឹងអញ្ចឹងទៅយើងនៅជាសុខជាមួយនឹងធម្មសម្បត្តិនេះហ្នឹងឯងរឿងក្នុងលោកវាប្រែប្រួលអីទៅយ៉ាងណាសឹងថានិយាយទៅមេឃបាក់ភ្នំអាលុំអីក៏ដោយតែយើងវាមានទីពឹងរបស់យើងទៅវាមិនចេះតែបន់ស្រន់បួងសួងទេមទាដោយការភ័យខ្លាចយ៉ាងនេះយ៉ាងនោះអីទៅទេអានឹងវាតើយើងមានធัวជាទីពឹងអញ្ចឹងហើយយើងចេះតែទេមទាអ្វីអ្វីឲ្យត្រូវចិត្តយើងមិនបានឲ្យរបស់ដែលមិនទៀងហ្នឹងទៅជាទៀងរបស់ដែលប្រែប្រួលហ្នឹងគឺថាកុំឲ្យវាប្រែប្រួលអ្វីដែលយើងស្រឡាញ់ហ្នឹងឲ្យវាទៀងអ្វីដែលយើងអត់ស្រឡាញ់ហ្នឹងឲ្យវាប្រែប្រួលទៅមិនមែនចេះតែតាមចិត្តយើងអញ្ចឹងណាសច្ចធัวណាអត់មានទៅតាមអ្នកណាទេទៅតាមតែបច្ច័យហ្នឹងឯងមានបច្ច័យកើតឡើងយើងគួរតែយល់អ្វីដែលត្រឹមត្រូវតាមបច្ច័យហ្នឹងណាហ្នឹងឯងគួរតែរលឹកសិក្សាឲ្យឃើញអ្វីៗជាការពិតហ្នឹងណាព្រោះការពិតហ្នឹងដែលធ្វើឲ្យអ្នកដឹងហ្នឹងទៅជាព្រះអរិយបុគ្គលបានឈ្មោះថាអរិយសច្ចធัวហ្នឹងណាធัวពិតហ្នឹងទៅជាអរិយសច្ចបានដីថាសេចក្តីពិតហ្នឹងធ្វើឲ្យអ្នកដឹងទៅជាព្រះអរិយបុគ្គលហ្នឹងក៏ម្យ៉ាងហើយសេចក្តីពិតហ្នឹងគឺថាមិនប្រែប្រួលទៅជាអរិយសច្ចៈហ្នឹងហើយពិតត្រង់ដែលមិនប្រែប្រួលតាមពិតសេចក្តីពិតនៅជាមួយយើងរហូតតែយើងអត់នៅជាមួយសេចក្តីពិតយើងវាចេះតែចង់បាននេះចង់បាននោះដូចចិត្តយើងអត់អប់រំបញ្ញាព្រោះយើងនៅជាមួយសេចក្តីពិតតើយើងមានបញ្ញាហ្នឹងទៅយើងនៅជាមួយសច្ចធម៌ហ្នឹងបានឲ្យតែការពិតនៅជាមួយយើងនៅជាមួយការពិតតែមួយមុខហ្នឹងបានហើយស្អីទៀតមិនចាំបាច់ទេការពិតនឹងឯងធ្វើឲ្យយើងរួចផុតចាកទុក្ខខ្វាយខ្វល់ចង្អៀតចង្អល់គ្រប់បែបគ្រប់យ៉ាងអញ្ចឹងមួយនរណាបង្អួតអីក៏បង្អួតទៅស្រេចតែយើងមិនចំណែនហើយទី2នរណាសម្បូរបែបមានអីក៏មានទៅស្រេចតែយើងសុខជាមួយនឹងរបស់ដែលយើងមានបានហើយទី3អ្វីដែលប្រែប្រួលមិនទៀងទាត់យ៉ាងណាក៏ប្រែប្រួលទៅស្រេចតែយើងសិក្សាការពិតនឹងឯងចម្រើនបញ្ញាថែមទៀតទី4ទោះជាយើងមិនតាន់ដល់ព្រះនិព្វានក៏ដោយប៉ុន្តែបច្ចុប្បន្នហ្នឹងយើងមិនបានប្រកាន់បញ្ញខណ្ឌថាជាអត្តាតួខ្លួនយើងប្រឹងប្រែងជាយាមក្នុងវិបស្សនារឿយទាំងសូមឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់ទាំងបានដំណើរនៅក្នុងមេគាសន្តិភាពទាំងសន្តិមគ្គមេវៈព្រោះអយៈណាចម្រើនផ្លូវអរិយមគ្គនឹងឯងទាំងនិព្វាននាំងសុគតេនទេសតាំងព្រះនិព្វានបានប្រកាសសម្ដែងឲ្យដោយព្រះសគត់ជាព្រះបរមសាស្តាទាំងសូមអនុមោទនីសូមផលនៃចិត្តដែលជ្រះថ្លាក្នុងព្រះរតនត្រ័យចូលជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់